lên bà ròm rương kịp đạch phượng tiệt hơi còn tại miền ABA không đáy cho chặt bị bay vị tí cứ rồi chấm nành chẳng pé chấm nành chẳng sẵnជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង់ទឹកភ្លើងងាយនៅក្នុង ABA Mobile តោះឥឡូវយើងទៅអនុវត្តទាំងអស់គ្នាតែម្ដងជំហានដំបូងយើងចុចបើក ABA Mobile ឬក៏កម្មវិធី ABA របស់យើងមកបន្ទាប់មកទៀតយើងចុចទៅលើពាក្យថាទូទាត់បាទដែលមានសញ្ញាដុល្លារហ្នឹងហើយយើងវាយលេខកូដសម្ងាត់4ខ្ទង់ឬក៏បើយើងដាក់ scan មក scan កញ្ចក់ដៃហ្នឹងយើង scan មកគឺយើងអាចចូលប្រើប្រាស់រួចរាល់ហើយបាទអូខេជំហានបន្តទៀតយើងត្រូវចុចកន្លែងទឹកនិងសម្រាមទឹកភ្លើងនិងសម្រាមនេះបាទចុចឡើងហ្នឹងបន្តមកទៀតដល់កន្លែងនេះបើសិនជាយើងប្រើភ្លើងរត់យើងជ្រើសយកអគ្គិសនីកម្ពុជានេះបាទអគ្គិសនីកម្ពុជាហ្នឹងហើយបើសិនជាយើងប្រើទឹករត់យើងយករត់តកទឹកណាបាទរត់តកទឹកស្វ័យយ័តនេះបាទប៉ុន្តែបើសិនជាបងប្អូនប្រើភ្លើងឯកជនឬក៏ទឹកឯកជនយើងនេះខាងក្រោមនេះជាប់គ្នាហ្មងឯកជនដូចគ្នាណាទឹកភ្លើងឯកជននេះសម្រាប់ខ្ញុំប្រើភ្លើងនិងទឹកឯកជនអញ្ចឹងខ្ញុំត្រូវជ្រើសរើសយកទឹកភ្លើងឯកជនហ្នឹងបាទជំហានដំបូងខ្ញុំចង់បង្ហាញពីការបង់ទឹកមុនបាទអញ្ចឹងយើងចុចយកក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនណាបាទចុចមកបន្តមកទៀតកន្លែងនេះបើសិនជាយើងអមមកក្រៅមកវាអត់ឃើញឈ្មោះក្រុមហ៊ុនគ្រប់គ្រងទឹកឯកជនយើងកំពុងតែប្រើហ្នឹងទេបាទយើងរកអត់ឃើញឈ្មោះទេយើងយកខាងលើគេមកបាទកន្លែងសេវាករឯកជនផ្សេងទៀតនេះបាទចុចកន្លែងហ្នឹងមកហើយមកដល់ត្រង់កន្លែងនេះបងប្អូនត្រូវជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញណាបាទយើងត្រូវជ្រើសរើសគណនីណាដែលមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីបង់ណាបាទសម្រាប់អ្នកដែលមានគណនីចាប់ពី2ឡើងទៅយើងចុចកន្លែងហ្នឹងបាទលើសពី1គណនីលើសពី1យើងចុចកន្លែងហ្នឹងបាទបើសិនយើងមានតែមួយទេយើងបាច់រើសទេអូខេអញ្ចឹងសម្រាប់ខ្ញុំមាន2យើងចុចយកគណនីខាងលើនេះបាទមានទឹកប្រាក់គ្រប់គ្រាន់អូខេអញ្ចឹងជំហានបន្តទៀតបន្ទាប់ពីយើងជ្រើសរើសគណនីកាត់ទឹកប្រាក់ចេញហើយយើងត្រូវវាយលេខសម្គាល់អតិថិជនឬក៏ scan បាទអញ្ចឹងកន្លែងនេះយើងអាចសរសេរលេខសម្គាល់ផ្ទាល់ក៏បានឬក៏យើងខ្ជិលសរសេរយើងអាច scan បានបាទអញ្ចឹងបងប្អូនត្រូវមើលកន្លែងនេះបាទទៅមើលទៅលើกระดาษទឹករបស់យើងឬក៏กระดาษភ្លើងរបស់យើងហ្នឹងបាទយើងត្រូវមើលកន្លែងអតិថិជនបាទកន្លែងលេខ9ខ្ទង់នេះបាទអញ្ចឹងចំពោះលេខ9ខ្ទង់ហ្នឹងបើសិនជាមានសញ្ញាដកយើងមិនចាំសរសេរសញ្ញាដកចូលទេបាទយើងសរសេរតែលេខសុទ្ធមកលេខ9ខ្ទង់ហ្នឹងបាទអូខេអញ្ចឹងយើងសរសេរសុទ្ធមកឬក៏បងប្អូនខ្ជិលតែសរសេរបងប្អូនចុច scan មកបាទនេះកន្លែង scan មានសញ្ញា scan នេះមួយនេះបាទអញ្ចឹងយើងគ្រាន់តែចុចកន្លែងសញ្ញា scan ហ្នឹងទៅហើយយើងយកទៅ scan កន្លែង barcode ណាបាទឥឡូវខ្ញុំសូមរ៉េកាមេរ៉ាបន្តិចអូខេដាក់ 1x ដើម្បីឲ្យវាចាប់យើងទលាយតិចបាទអញ្ចឹងយើងយក scan កន្លែង barcode កន្លែងនេះបាទហើយ scan មកscan មកវានឹង load លេខសម្គាល់របស់យើងនៅ slide ប្រវត្តិនៅកន្លែងនេះតែម្ដងបាទអូខេអញ្ចឹងជំហានបន្តទៀតបងប្អូនគ្រាន់តែចុចបងឥឡូវនេះតែម្ដងក៏បានគឺចុចយកបងឥឡូវអូខេបន្តមកទៀតយើងពិនិត្យមើលចំនួនទឹកប្រាក់ដែលត្រូវកាត់ចេញដូចនឹងกระดาษទឹកกระดาษភ្លើងរបស់យើងឬក៏អត់បាទពិនិត្យមើលឈ្មោះរបស់យើងដែរបាទពិនិត្យមើលបើសិនជាត្រូវហើយយើងចុចពាក្យថាបញ្ជាក់មកដើម្បីធ្វើការបង់លុយបាទហើយកន្លែងនេះគេឲ្យយើងវាយលេខកូដ4ខ្ទង់របស់យើងបាទហើយយើងសូមវាយសិនអូខេទៅហើយចាំវាបន្តិចបាទអញ្ចឹងសម្រាប់ការបង់ទឹករបស់ខ្ញុំគឺរួចរាល់ហើយមានន័យថាវាជោគជ័យហើយមិញខ្ញុំបង្ហាញពីរបៀបបង់ទឹករួចហើយឥឡូវខ្ញុំបង្ហាញពីរបៀបបង់ភ្លើងម្ដងសម្រាប់ការបង់ភ្លើងដូចទៅបង់ទឹកដែរយើងចុចកន្លែងសញ្ញាដុល្លារនេះបាទកន្លែងពាក្យថាទូទាត់ឬក៏ payment ចុចដល់ហ្នឹងអូខេបន្តមកទៀតបងប្អូនជ្រើសយកកន្លែងទឹកភ្លើងនិងសម្រាមដូចគ្នាហើយដូចគ្នាដែរបើសិនជាយើងប្រើភ្លើងរត់យកអគ្គិសនីកម្ពុជាបើសិនជាប្រើទឹករត់យើងយករថកទឹកស្វ័យយ័តបាទនេះតែបើសិនជាយើងប្រើភ្លើងទឹកឯកជននេះពីរនេះអគ្គិសនីឯកជននិងការផ្គត់ផ្គង់ទឹកឯកជនបាទតែមិញខ្ញុំបង់ទឹកហើយឥឡូវខ្ញុំចុចទៅលើអគ្គិសនីឯកជនដើម្បីបង់បាទ
អូខេមកដល់ត្រង់កន្លែងនេះវាដូចគ្នាទៅនឹងការបងទឹកដែរអញ្ចឹងខ្ញុំមិនបាច់ចាំបង្ហាញក៏រៀបរាប់ប្រាប់ម្ដងទៀតទេបើសិនជាវាខុសតែកន្លែងជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ទឹកនិងជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងអគ្គិសនីពីដំបូងមកណាហើយបើសិនជាយើងជ្រើសរើសបងទឹកយើងយកกระดาษទឹកមក scan ហើយបើសិនជាយើងបងភ្លើងយើងយកกระดาษភ្លើងមក scan វាខុសគ្នាតែប៉ុណ្្នឹងទេក្រៅពីហ្នឹងគឺវាដូចគ្នាទាំងស្រុងតែម្ដងអូខេអញ្ចឹងសម្រាប់របៀបបងទឹកបងភ្លើងតាម ABA Mobile របស់ខ្ញុំគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនអត់យល់មានចម្ងល់ត្រង់កន្លែងណាបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ